តែអ្នកចង់ដឹងថាអតិថិជនរបស់អ្នកបានទិញអ្វីខ្លះនៅក្នុងមួយថ្ងៃដែរឬទេថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបគ្រប់គ្រងព័ត៌មានអតិថិជនឲ្យកាន់តែមានភាពងាយស្រួលនៅក្នុង AMA Software អញ្ចឹងយើងបង្កើត customer ក្នុងគោលបំណងអីយើងកើត customer ដើម្បីដឹងថា customer ហ្នឹងគឺគាត់ទិញយើងបានច្រើនអត់យើងបានមួយថ្ងៃគាត់ទិញបានប៉ុន្មានកែវអាហ្នឹងដែលយើងតែងតែនិយាយថាម៉ួយហ្នឹងហើយតោះអញ្ចឹងដើម្បីបង្កើត customer ណាយើងអាចមានពីរវិធីគឺនៅក្នុងនេះក៏បាននៅខាងក្រៅហ្នឹងក៏បានដែរឥឡូវខ្ញុំទៅធ្វើនៅខាងក្រៅបងអញ្ចឹងដើម្បីបង្កើត customer បានយើងត្រូវចូលនៅក្នុងនេះហើយយើងចុច new បន្ទាប់មក customer name យើងដាក់ឈ្មោះបរិបទបន្ទាប់មក customer name ពីរហ្នឹងយើងអាចដាក់ឈ្មោះខ្មែរក៏បានដែរតែយើងបាច់ដាក់ទេ currency ខ្ញុំដាក់ជាដុល្លារ price code អញ្ចឹង price code ហ្នឹងមានន័យថាបើសិនជាអ្នកនរគ្នាតាមបង្កើតវាមានតែមួយតែដោយសារខ្ញុំកើតច្រើនវាមានច្រើនអញ្ចឹងខ្ញុំប្រើយក retail price មកបន្ទាប់មកយើងចូលទៅក្នុង account setting ហើយយើង select ចុចលើអានេះមកយើងយកវាជា cash receipt USD ច្រឡំ USD បន្ទាប់មកយើង sell មកហើយដល់ពេលយើងហើយយើងបិទមកយើងចូលទៅក្នុងភាគអាសាយើងវិញ new order អូខេអញ្ចឹងដល់ពេលយើងកាត់ហើយយើងបាច់ចុចអាបូកនឹងទៀតទេយើងចុចសញ្ញា search ហ្នឹងមកហើយយើងវាយឈ្មោះនេះបន្ទាប់មកយើងសាក់ទិញមកហ្នឹងហើយយើងសាក់ទិញបន្ទាប់មក Tinder យើងទឹកលុយគាត់ធម្មតាអញ្ចឹងមកដុល្លារចេញ preview ហើយអូខេអញ្ចឹងយើងកាត់លុយគាត់ហើយវិធីមួយទៀតគឺថាចុះបើសិនជាយើងចង់ដឹងថាអតិថិជននឹងទិញបានប៉ុន្មានកែវឬក៏មួយខែបានប្រហែលអីចឹងយើងចូលនៅក្នុង customer ដដែលមកយើងចូល search យើងចូលកន្លែង search ឈ្មោះអតិថិជនយើងមកបន្ទាប់មកយើងចូលកន្លែង transaction ហើយយើង select យកភាគ as invoice ហើយ search នេះអានេះគឺខ្ញុំបានទិញមកញ៉ោ32អញ្ចឹងមានន័យថាគឺយើងអាចមើលព័ត៌មានអតិថិជនបានថាគាត់ទិញបានប៉ុន្មានកែវឬប៉ុន្មានកែវអញ្ចឹងណាហ្នឹងហើយវីដេអូយើងគឺចប់ប៉ុណ្ណឹង Skybar ជួយឲ្យអាជីវកម្មកាន់តែទំនើបនិងមានលក់ POS software និង hardware គ្រប់ប្រភេទ